បាទមីងអ៊ំតែងតែស្ដាប់បង្គាប់អ្នករាល់ពេលដឹងថាអ្នកសុខភាពមិនល្អធ្វើការតែម្នាក់ឯងនៅខាងក្រៅលើកមុនឈឺស្រូវពោះធ្ងន់បានរាប់ឲ្យលាក់អ្នកក្រែងអ្នកព្រួយបារម្ភហេតុអ្វីធ្វើបាបគំនិតនេះមិនមែនជាអាជីវកម្មទេផឹកស្រាដល់ស្រូវពោះលេងជាមួយស្រីស្អាតហួហេផឹកស្រាស៊ីថ្នាក់ឈឺដល់មន្ទីរពេទ្យឆ្លងរោគសំណាងម៉ាក់មិននៅជាមួយគាត់បើមិនអញ្ចឹងមិនធ្វើពីសេសីកុំចេញផ្សាយរឿងនេះបើអ្នកចេញផ្សាយផ្ទះយើងនឹងខូចផ្ទះយើងនឹងបាក់បែកពេលអ្នកធ្វើរឿងអាស្រូវហេតុអ្វីមិនគិតពីផ្ទះយើងបំផ្លាញខ្ញុំយ៉ាងចិនគួរយើងរៀបការ20ឆ្នាំខ្ញុំបង្កើតកូនជួយអ្នករកស៊ីរីករាយនិយាយរឿងស្មោកគ្រោកនេះនៅមុខកូនលោកស្រីសុំទោសមិនគួរនិយាយរឿងនេះទេប៉ុន្តែសង្យាធ្វើឲ្យខ្ញុំឈឺចិត្តផងដែរធ្វើឲ្យសហគ្រិននិងកម្មករឈឺចិត្តហើយថ្ងៃនេះខ្ញុំត្រូវធ្វើតាមច្បាប់មកនេះជាព័ត៌មានកំពូលអូព្រះជាម្ចាស់ឲ្យគួរឲ្យរំភើបណាស់មិនមែនទេអ្នកពិតជា